តាំងភូមិសាស្ត្រប្រាសាទសម្បូរព្រៃគុកមានទីតាំងស្ថិតនៅក្នុងភូមិសម្បូរឃុំសម្បូរស្រុកសម្បូរខេត្តកំពង់ធំប្រាសាទនេះស្ថិតនៅតាមបណ្ដោយស្ទឹងសែនដែលមានចម្ងាយប្រហែលជា28គីឡូម៉ែត្រភាគឦសាននៃទីរួមខេត្តកំពង់ធំប្រវត្តិនៃការកសាងប្រាសាទសម្បូរព្រៃគុកប្រាសាទសម្បូរព្រៃគុកត្រូវបានកសាងឡើងក្នុងរជ្ជកាលព្រះបាទឦសានវរ្ម័នទី1នៅក្នុងសតវត្សទី7ក្នុងគ្រិស្តសករាជ616ដល់635នាសម័យចិនឡាដើម្បីឧទ្ទិសថ្វាយដល់ព្រះសិវៈឬក៏ព្រះឥសូរនិយមប្រាសាទសម្បូរព្រៃគុកជារាជធានីចាស់ឈ្មោះថាឦសានបុរៈកាលពីសម័យនោះគឺជាមជ្ឈមណ្ឌលនៃព្រហ្មញ្ញសាសនាចិនឡាជាអតីតសាមញ្ញរដ្ឋនៃនគរវនំដែលជារដ្ឋដំបូងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ប៉ុន្តែវាបានបាត់បង់ទៅវិញដោយសារតែបានធ្វើចម្បាំងជាមួយអាណាចក្រភ្នំនិងការកើនឡើងជាបណ្ដានៅអំណាចរបស់អាណាចក្រចិនឡាដោយព្រះបាទភវវរ្ម័នទី1និងបងប្អូនគឺព្រះបាទមហន្តរវរ្ម័នទី1ឬក៏ចិត្តសេនារហូតដល់បុត្ររបស់ព្រះអង្គគឺព្រះបាទអ៊ីសានវរ្ម័នទី1ដែលជាបុត្ររបស់ព្រះបាទមហន្តរវរ្ម័នទី1និងជាព្រះមហាក្សត្រដែលបានដណ្ដើមអំណាចពីនគរភ្នំដោយជោគជ័យប្រាសាទនេះគឺជាក្រុមប្រាសាទដែលសាងសង់អំពីឥដ្ឋតាន់និងថ្មបាយក្រៀមលម្អទៅដោយចម្លាក់ពីលើឥដ្ឋចាក់ពុម្ពដោយបាយអជាផ្ទាំងអំពីឥដ្ឋតែបច្ចុប្បន្ននេះគឺរបេះអស់មួយចំនួនហើយចំណែកក្បាច់ផ្ដាយនិងការសរសេរជាពាក្យពេចន៍និងប្រអប់ទ្វារគឺធ្វើអំពីថ្មភក់ទាំងអស់ការបោះបង់ក្រុមប្រាសាទសម្បូរព្រៃគុកក្រុមប្រាសាទសម្បូរព្រៃគុកនេះត្រូវបានបោះបង់ចោលតាំងពីឆ្នាំ1971មកម្ល៉េះក្រោយពេលដែលប្រទេសកម្ពុជាជួបនូវវិបត្តិសង្គ្រាមហើយត្រូវបានរៀបចំសារជាថ្មីនៅឆ្នាំ1980ក្នុងការកាប់ឆ្ការព្រៃគេបានរកឃើញប្រាសាទទាំងអស់ចំនួន140ប្រាសាទតែនៅប្រាសាទចំនួន2ទៀតរកមិនទាន់ឃើញនោះទេក្រុមប្រាសាទរមណីយដ្ឋានសម្បូរព្រៃគុកចែកចែងជាក្រុមប្រាសាទ4ធំគឺក្រុមប្រាសាទខាងជើងហៅថាប្រាសាទសម្បូរនៅកណ្ដាលនិងព័ទ្ធជុំវិញដោយប្រាសាទតូចហើយប្លែកគ្នាប្រាសាទកណ្ដាលហៅថាប្រាសាទតោប្រាង្គប្រាសាទកណ្ដាលមានទ្វារចូលពីទិសខាងជើងឯទ្វារបើកពីទិសមួយទៀតគឺជាទ្វារបញ្ឆោតនៅត្រង់ក្បាលជណ្ដើរទាំង4មានរូបតាអង្គុយបញ្ឈរជង្គង់2ក្នុងទិសនីមួយៗហៅថាទេវកថានៅភាគខាងលិចនៃប្រាសាទតោមានក្រុមប្រាសាទតូចៗជាច្រើនទៀតប្រាសាទខាងត្បូងប្រាសាទខាងត្បូងហៅថាប្រាសាទយាយពាន់ដែលស្ថិតនៅចំកណ្ដាលហុំព័ទ្ធដោយប្រាសាទជាច្រើនមានកំពែង2ជាន់ដែលកំពែងខាងក្នុងមានគោបុរៈចូលទាំង4ទិសហើយក្រុមប្រាសាទទាំងនេះគឺជាអតីតរាជធានីចំណែកប្រាសាទក្រោមមាសគឺមានទីតាំងស្ថិតនៅខាងជើងប្រាសាទសម្បូរព្រៃគុកមានប្រាសាទតូចធ្វើអំពីឥដ្ឋនិងខាងលិចមានប្រាសាទមួយធ្វើអំពីថ្មបាយក្រៀមលក្ខណៈពិសេសនៃតំបន់ប្រាសាទសម្បូរព្រៃគុកបើតាមទស្សនៈជាប្រវត្តិសាស្ត្របានបញ្ជាក់ថាក្រុមនៃប្រាសាទនេះគឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ប្រទេសកម្ពុជានិងសម្រាប់តំបន់ទាំងមូលនៃតំបន់អាស៊ីអាគ្នេយ៍គឺជាសំណង់ស្ថាបត្យកម្មសម្លេងទាំងមួយគត់ដែលនៅសល់និងជាគំរូស្ថាបត្យកម្មនិងចម្លាក់នៃរយៈពេលដំបូងនៅក្នុងបរិមាណច្រើនគួរសមប្រាសាទនេះក៏មានលក្ខណៈដោយប្រាសាទដទៃទៀតនៅក្នុងប្រទេសកម្ពុជាដែរតែវាមានកំផែងព័ទ្ធជុំវិញមានស្រះទឹកមានកន្លែងបូជាមានដើមឈើតូចធំរុក្ខជាតិនិងសត្វផ្សេងគួរឲ្យចាប់អារម្មណ៍ថ្ងៃដែលរមណីយដ្ឋានប្រាសាទសម្បូរព្រៃគុកចូលជាបេតិកភណ្ឌរមណីយដ្ឋានប្រាសាទសម្បូរព្រៃគុកត្រូវបានចុះបញ្ជីនៅក្នុងបេតិកភណ្ឌពិភពលោកនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោកនៅទីក្រុងក្រាកូវប្រទេសប៉ូឡូញកាលពីយប់ថ្ងៃទី8ខែកក្កដាឆ្នាំ2017